ចឹងនៅលើវីដេអូនេះដែរបាទខ្ញុំនឹងធ្វើការបង្ហាញបាទពីទាំងរបស់ desktop ហើយនិង file explorer ចឹងនៅលើវីដេអូនេះដែរវាមានអត្ថប្រយោជន៍បាទសម្រាប់បងប្អូនដែលទើបតែចាប់ផ្ដើមសិក្សាទៅលើ computer អត់ដឹងថាបាទផ្នែកនៃ computer របស់យើងហ្នឹងកន្លែងណាគេហៅអីបាទហើយវាមានមុខងារសម្រាប់ធ្វើអីបាទអ្នកនរគ្នាអាចមើលវីដេអូនេះបានតើអញ្ចឹងនៅលើវីដេអូនេះដែរខ្ញុំនឹងបង្ហាញពីផ្នែកហ្នឹងបាទទី1គឺផ្នែកផ្សេងៗនៅលើ desktop របស់យើងហ្នឹងបាទហើយទី2ខ្ញុំនឹងបង្ហាញទៅលើ file explorer ឬក៏យើងហៅថា computer explorer ក៏បានដែរបាទអញ្ចឹងយើងនឹងសិក្សាជាមួយគ្នាបាទតើអញ្ចឹងតកតងជាមួយនឹងផ្នែករបស់បាទ desktop របស់យើងអញ្ចឹងនៅពេលដែលយើងបើកដំណើរការ computer យើងមកបាទវានឹងចូលមកដល់ផ្ទាំងមួយដូចនៅលើនេះផ្ទៃនៃ computer របស់ខ្ញុំអញ្ចឹងបាទផ្ទាំងហ្នឹងហើយយើងឲ្យឈ្មោះវាថាជាបាទ desktop ហើយបញ្ជាក់តិចដែរ desktop នេះយើងហៅទៅលើតែផ្ទៃនៅលើ computer យើងមិនថា laptop ឬក៏ desktop ទេគឺយើងអាចហៅបានដូចគ្នាហើយ desktop ហ្នឹងដែរយើងអាចហៅមួយទៀតយើងហៅបាទនៅលើ computer លើតុបាទហ្នឹងវាជា desktop ដែរកុំឲ្យច្រឡំគ្នាអញ្ចឹងនៅលើអេក្រង់ computer នេះគឺយើងហៅវាថា desktop ហ្នឹងបាទតែអញ្ចឹងនៅលើ desktop យើងមានអីខ្លះអញ្ចឹងអ្នកទាំងអស់គ្នាអាចមើលនៅលើ computer ដែលយើងបើកដំណើរការទៅវាអាចខុសគ្នាវាអាស្រ័យទៅលើ computer ណាដោយសារតែនៅលើនេះវាមានជាទូទៅវាអ្វីដែលខុសគ្នាគឺវាមាន file បាទឬក៏ icon តំណាងទៅលើកម្មវិធីណាមួយដោយសារតែ computer នីមួយៗគេតម្លើងកម្មវិធីមកវាអត់ដូចគ្នាទេវាអាស្រ័យទៅលើយើងជាអ្នកប្រើប្រាស់យើងនៅពេលដែលយើងទិញ computer បាទគេសួរយើងថាយើងចង់តម្លើងកម្មវិធីខ្លះហើយអ្នកទាំងអស់គ្នាទិញ computer មកដំបូងតម្លើងមកវាមិនមាន file ច្រើនដូចរបស់ខ្ញុំអញ្ចឹងទេដោយសាររបស់ខ្ញុំពេលធ្វើការទៅខ្ញុំមាន file មួយចំនួនខ្ញុំ save ដាក់លើហ្នឹងអញ្ចឹងយើងឃើញរឿងច្រើនតិចហើយបាទអញ្ចឹងគ្រាន់តែស្គាល់ថានៅលើហ្នឹងវាមាន file បាទហើយនឹង icon ឬក៏ folder ដែលវាមាននៅលើហ្នឹងបាទតោះយើងមកមើលមួយចំណុចទៀតតាក់ទងជាមួយនឹងផ្នែកខាងក្រោមនេះអានេះជាចាំបាច់ដែរដែលអ្នកទាំងអស់គ្នាសិក្សាដំបូងត្រូវតែស្គាល់ណាបាទអានឹងយើងហៅវាថា taskbar ណានៅខាងក្រោមហ្នឹងអញ្ចឹង taskbar នេះមុខងាររបស់វាបានឲ្យផ្ទុកនៅ menu មួយចំនួនបាទហើយនឹងកម្មវិធីមួយចំនួនដែលយើងប្រើប្រាស់ញឹកញាប់យើងអាចរក្សាវានៅលើហ្នឹងបានដែលយើងហៅថា pin បាទយើង pin វាទុកនៅលើហ្នឹងពេលយើងចង់បើកហើយនៅលើនេះដែរបើសិនជាក្នុងកម្មវិធីដែលយើងអត់ pin ទេនៅពេលដែលយើងបាទចុចបើកវាមកបាទវានឹង store ទុកនៅលើនឹងតែម្ដងហើយមុខងាររបស់ taskbar ដែរហ្នឹងបាទវាមានផ្ទុកនៅយើងមើលសញ្ញារបស់ Wi-Fi ថ្មហើយនឹងម៉ោងអីបាទហើយនឹង notification បាទអញ្ចឹងវាមាននៅលើ taskbar ហ្នឹងទាំងអស់បាទអញ្ចឹងបញ្ជាក់ឡើងវិញអានេះយើងហៅថា taskbar បាទហើយនៅលើ taskbar ដែរយើងត្រូវស្គាល់មុខងារមួយដែរបាទដែលយើងត្រូវស្គាល់នេះយើងហៅថា start button ដែលយើងតែងតែប្រើវាបាទឬក៏យើងហៅថាសញ្ញាវីដេអូហ្នឹងបាទតែចំណុចមួយទៀតដែរគឺតាក់ទងជាមួយនឹងមួយទៀតយើងហៅថា search bar បាទតាក់ទងមួយកន្លែង search នេះអាចធ្វើការស្វែងរកបាទកម្មវិធីអីនៅលើ computer អ្នកនរគ្នាអាចវាយ search តាមរយៈបាទនៅកន្លែងហ្នឹងបានដែរបាទអញ្ចឹងនៅលើ desktop របស់យើងមានប៉ុណ្ណឹងមាន icon អ្វីដែលខ្ញុំចង់ឲ្យស្គាល់ icon របស់យើងឬក៏ folder របស់យើងហ្នឹងបាទទី2គឺ taskbar អញ្ចឹងនៅលើ taskbar មានបាទកម្មវិធីមានអីហ្នឹងយើងត្រូវដឹងណាបាទហើយនឹងស្គាល់ហើយតែតោងជាមួយនឹងកម្មវិធីអស់ហ្នឹងយើងអាចដកដាក់អាចអីវាបានធម្មតាទេចាំមើលនៅពេលដែលខ្ញុំបង្ហាញផ្ទាល់ខ្ញុំនឹងឧទាហរណ៍ឲ្យមើលណាបាទតែអញ្ចឹងយើងមកចូលផ្នែកមួយទៀតគឺតកតងជាមួយនឹងបាទ file explorer ឬក៏យើងហៅថា computer explorerចឹង file នេះយើងធ្វើមិនដើម្បីចូលវាមកបានបាទអញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នាចូលមកដល់ទាំងនៃ Windows របស់យើងនៅលើ desktop នេះអ្នកទាំងអស់គ្នាអាចចុចនៅលើនេះក៏បានដែរបាទនៅលើបាទ icon មួយពណ៌លឿងហ្នឹងបាទអ្នកទាំងអស់គ្នាអាចចុច click លើវាមួយមកខាងឆ្វេងបាទចុចលើនឹងមួយមកអញ្ចឹងវានឹងបង្ហាញទាំងនឹងមកហើយឬក៏មួយទៀតអ្នកទាំងអស់គ្នាចុចនៅលើ key ដែលមានសញ្ញានេះសញ្ញា Windows នេះបាទចុច key នៅឲ្យជាប់ចុចអក្សរ E បាទវានឹងបង្ហាញទាំងនឹងមកដូចគ្នាណាទាំងនឹងវានឹងបង្ហាញមកហើយតម្រងនៃទាំងនេះគឺវាអាចខុសគ្នាដែរវាអាស្រ័យទៅលើ Windows ដែរហើយនឹងការប្រើប្រាស់របស់យើងនៅលើទាំងនឹងដែរអញ្ចឹងនៅពេលដែលយើងសិក្សានៅលើទាំងនេះអ្នកទាំងអស់គ្នានឹងចេះដូរវាអីបាទខ្ញុំនឹងបង្ហាញឲ្យគ្នាយើងបានយល់ច្បាស់បាទតកតងជាមួយនឹងទាំង File Explorer ហ្នឹងតែឥឡូវយើងចាប់ផ្ដើមមកមើលផ្នែកផ្សេងៗរបស់ File Explorer ហ្នឹង
ចឹងសង្ខេបជារួមមក File Explorer នេះគឺវាគ្រប់គ្រងបាទរាល់ file ហើយនៅ folder ដែលវាមានបាទទាំងអស់នៅក្នុង computer របស់យើងហ្នឹងបាទគឺ File Explorer ហ្នឹងហើយវាជាអ្នកគ្រប់គ្រងអញ្ចឹងនៅលើ File Explorer ហ្នឹងនៅលើ Windows 11នេះបាទវាខុសប្លែកមិនបាទអញ្ចឹងយើងមើលនៅផ្នែកខាងលើនេះបាទយើងមើលនៅលើនេះនៅលើ Windows 11យើងអាចបើកបាទច្រើនផ្ទាំងបាទនៅលើបាទ File Explorer យើងតែមួយគឺប្រយ៉ាងនៅលើ Windows Explorer របស់យើងតែមួយបាទអញ្ចឹងនៅលើហ្នឹងយើងមើលនៅខាងលើនេះយើងឲ្យឈ្មោះវាថា tab bar អញ្ចឹង tab bar នេះយើងអាចបើកបានច្រើនដូចខ្ញុំបញ្ជាក់ខាងដើមអញ្ចឹងបាទអញ្ចឹងនៅពេលដែលយើងខ្ញុំបង្ហាញផ្ទាល់អ្នកនរគ្នានឹងមើលឃើញជាក់ស្ដែងដោយសារនេះខ្ញុំថតវាមកហើយទុកបង្ហាញគ្នាយើងតែគ្នាយើងចង់បាទ note ទៅលើអាហ្នឹងគេហៅអីអញ្ចឹងណាបាទតទី2គឺតកតងជាមួយនឹងបាទយើងហៅថា back forward up ចានេះយើងអាចធ្វើការត្រឡប់ថយក្រោយនៅពេលដែលយើងចូលទៅដល់កន្លែងមួយហើយបាទអ្នកទាំងអស់គ្នាចង់ធ្វើការត្រឡប់ថយក្រោយបាទឬក៏ចូលមកក្នុងវិញបាទអ្នកទាំងអស់គ្នាគាត់ប្រើព្រួយអញ្ចឹងទៅឬក៏បាទចុចនេះមក home វិញដើមជាដើមអញ្ចឹងទៅបាទអានេះយើងអាចប្រើសញ្ញានៅលើហ្នឹងក៏បានដែរតែបើអ្នកទាំងអស់គ្នាចេះអ្នកទាំងអស់គ្នាអាចប្រើនៅលើ keyboard ដោយប្រើ key បាទ backspace ក៏បានដែរតើយើងមកមើលមួយចំណុចទៀតបាទតកតងជាមួយនឹងមួយចំណុចខាងក្រោមនេះយើងហៅថា command bar បាទឬក៏យើងហៅវាថាបាទ toolbar អញ្ចឹងសម្រាប់តកតងជាមួយនឹង toolbar នេះដែរបាទវាមានមុខងាររបស់វាគឺយើងអាចប្រើប្រាស់បាទសម្រាប់ធ្វើការបាទបង្កើតជា folder បាទឬក៏យើងចង់ខាត់ទៅលើ file ណាមួយដែលយើងបាន select បាទឬក៏ copy បាទអ្នកទាំងអស់គ្នាអាចប្រើប្រាស់បានឬក៏ចង់លុបឬក៏ចង់តម្រៀបទៅលើឯកសាររបស់យើងដែលមាននៅក្នុងទាំង File Explorer ហ្នឹងក៏បានដែរឬក៏យើងកែមើលទៅលើទម្រង់ view របស់យើងក៏បានដែរបាទអញ្ចឹងយើងមើលនៅក្នុងហ្នឹងកុំឲ្យនៅពេលដែលចូលហើយគេបង្ហាញមកយើងអត់ដឹងថាអូអានឹងនៅកន្លែងណានឹងគេហៅអីបាទអញ្ចឹងនៅកន្លែងនេះយើងឲ្យឈ្មោះវាថាជា command bar ឬក៏យើងហៅវាថាជា toolbar ណាបាទតែយើងមកមើលមួយចំណុចទៀតអញ្ចឹងកន្លែងនេះក៏សំខាន់ដែរនៅពេលដែលអ្នកទាំងអស់គ្នាសិក្សានៅលើ computer អញ្ចឹងនៅផ្នែកខាងលើនេះអានេះដោយសារតែខ្ញុំឈរនៅលើ desktop អញ្ចឹងវាបង្ហាញថា desktop អញ្ចឹងកន្លែងនេះយើងឲ្យឈ្មោះវាថាជា address bar ណាបាទអញ្ចឹងសម្រាប់ address bar នេះយើងអាចហៅមួយទៀតយើងហៅថា file path ណាបាទ file path នេះអានេះបានន័យថាទីតាំងយើងហៅថាទីតាំងរបស់ file របស់យើងហ្នឹងអញ្ចឹងនៅពេលដែលយើងធ្វើការចុចនៅលើ file Explorer របស់យើងចូលទៅទីតាំងណាមួយអញ្ចឹងកន្លែងនេះយើងមើលកន្លែងនេះយើងនឹងដឹងថាគេចូលទៅដល់កន្លែង folder ណាមួយបាទចឹងវាមានភាពងាយស្រួលនៅពេលដែលយើងក្លែកមើលកន្លែងនេះយើងដឹងថាឯកសារគេទុកនៅណាណាបាទវាមានភាពងាយស្រួលដែរនៅកន្លែងហ្នឹងបាទតែនេះគាត់ថាអ្វីដែលសំខាន់គឺកន្លែងវាចង់អល់បង្ហាញទីតាំងដែលឯកសារយើងផ្ទុកបាទនៅពេលយើងរៀនទៅលើការ save គឺយើងអាចមើលនៅលើនឹងបានដូចគ្នាអញ្ចឹងចំណុចមួយទៀតគឺតកតងជាមួយនឹងចំណុចនៅខាងស្ដាំនេះបាទអានេះយើងឲ្យឈ្មោះវាថាជា search bar អញ្ចឹង search bar នេះតួនាទីវានៅពេលដែលយើងចង់ស្វែងរកឯកសារផ្សេងៗដែលវាមាននៅលើ computer របស់យើងហ្នឹងអ្នកទាំងអស់គ្នាអាចធ្វើការស្វែងរកបាទតាមរយៈបាទ search box នឹងបានអញ្ចឹងកន្លែង search box នេះវាស្វែងរកវាអាស្រ័យទៅលើទីតាំងដែលយើងឈរដែរបើយើងឈរនៅទីតាំងហ្នឹងវា search រកឯកសារនៅទីតាំងហ្នឹងណាបើយើងឈរនៅលើបាទ computer វានឹង search ទៅលើ computer ទាំងមូលតែម្ដងបើយើងឈរទៅលើ drive C ឬក៏ drive D អញ្ចឹងបាទវាធ្វើការ search ទៅលើតែ drive ហ្នឹងទេអញ្ចឹងបាទចានេះតកតជាមួយមុខងារ search គឺយើងប្រើដើម្បីធ្វើការស្វែងរកបាទរកឯកសារដែលវាមាននៅលើទីតាំងណាមួយដែលយើងកំពុងតែឈរហ្នឹងបាទតើយើងមកមើលមកផ្នែកទៀតអញ្ចឹងនៅផ្នែកនេះគឺវាសំខាន់ណាស់សម្រាប់ការសិក្សារបស់យើងបាទអញ្ចឹងនៅផ្នែកខាងឆ្វេងបាទយើងហៅថាបាទ navigation pane បាទនៅផ្នែកខាងឆ្វេងនេះវាធ្វើការគ្រប់គ្រងបាទរាល់ file ឬក៏ folder បាទដែលវាមានបាទហើយនៅក្នុងនេះនៅពេលដែលយើងចូលទៅវាយើងចុចតែមួយ click ទេវានឹងធ្វើការបើកហើយគេត្រប់មកផ្នែកខាងស្ដាំនេះឲ្យយើងតែម្ដងដូចខ្ញុំឈរនេះគឺខ្ញុំឈរនៅលើ desktop ខ្ញុំនៅលើ desktop របស់ខ្ញុំអញ្ចឹងទីតាំងនេះបង្ហាញថានៅខាងលើទីតាំងរបស់យើងគឺនៅលើ desktop ហ្នឹងឃើញទេអញ្ចឹងនៅលើ desktop យើងមានឯកសារប៉ុណ្្នឹងដូចយើងឈរនៅលើខាងដើមនេះអញ្ចឹងវាដូចគ្នាអញ្ចឹង navigation pane គឺវាងាយស្រួលនៅក្នុងការបើកឯកសាររបស់យើងបាទយើងងាយស្រួលបើកយើងចុចតែម្ដងគឺយើងអាចងាយស្រួលក្នុងការស្វែងរកឯកសាររបស់យើងហ្នឹងបាទនៅផ្នែកខាងឆ្វេងហ្នឹងហើយនៅក្នុងនេះបញ្ជាក់ឡើងវិញគឺយើងប្រើតែមួយ click ទេនៅពេលដែលយើងធ្វើការបាទចង់បើកទៅលើទីតាំងណាមួយណាបាទ
ហើយក៏វាមានសញ្ញាដែរវាមានសញ្ញាព្រួយអាចចុចលើព្រួយមកវាត្រប់ចុះវាមាន folder មានអីឲ្យយើងធ្វើការបើកហើយបញ្ជាក់មួយទៀតដែរនៅក្នុងហ្នឹងគឺយើងបើកបានត្រឹមតែ folder ទេបាទចាំបើក file គឺយើងបើកនៅផ្នែកខាងនេះបាទអញ្ចឹងយើងចង់ដឹងថាតើផ្នែកខាងនេះយើងហៅអីបាទយើងអាចមកមើលបន្តមកតោះចាំមកផ្នែកខាងនេះយើងឲ្យវាថាឲ្យឈ្មោះវាថាជា main display area បាទដូចកញ្ញាថា file នេះអញ្ចឹងរាល់ file ទាំងអស់នៅពេលដែលយើងបើកនៅខាងឆ្វេងនេះក៏បានបើកនៅនេះក៏យើងអាចបើកបានដូចគ្នាគ្រាន់ថានៅខាងនេះគឺយើងចង់បើករាល់ file ឬក៏ folder ហ្នឹងគឺយើងប្រើ double click ឬក៏យើងចុច mouse ស្ដាំមកយក open ក៏បានដែរប៉ុន្តែនៅខាងនេះយើងចុចតែមួយ click ទេហើយវាបើកបានត្រឹមតែ folder អញ្ចឹងនៅខាងនេះដែរវាផ្ទុកនៅ file ទាំងអស់ហើយរាល់ file នេះយើងអាចដូរទម្រង់មើលវាបានបាទយើងអាចដូរតាមរយៈយើងមើលនៅ menu យើងនៅខាងលើនេះយើងអាចធ្វើការកែវាមើលទម្រង់យើងធំទូចអីហ្នឹងបាទឬក៏យើងចង់មើលជា file អីអ្នកទាំងអស់គ្នាមើលនៅកន្លែង toolbar នៅខាងលើយើងកែវានៅលើហ្នឹងមកវានឹងធ្វើការដូរឲ្យយើងឯងអ្នកទាំងអស់គ្នាអាចសាកដូរបានឡើយហ្នឹងណាបាទតោះអញ្ចឹងយើងចូលមកផ្នែកទៀតអញ្ចឹងអ្នកទាំងអស់គ្នាប្រកាសជាឃើញនៅផ្នែកពេលខ្លះចុចមកវាជាប់អញ្ចឹងហើយឯកសារខ្លះយើងបើកអានឹងមកក៏វារៀងយឺតដែរអញ្ចឹងនៅក្នុងយើងហៅថា detail បាទឬក៏យើងហៅមួយវិញទៀតបានថា preview pane អញ្ចឹងកន្លែងនេះបានន័យថាបើសិនជាចំពោះ file មួយចំនួនអ្នកទាំងអស់គ្នាគ្រាន់តែចុចនៅលើ file យើងនៅខាងកណ្ដាលផ្នែកកណ្ដាលនេះមកបាទអញ្ចឹងវានឹងបង្ហាញទម្រង់ឲ្យយើងមើលនៅផ្នែកនេះតែម្ដងជាមួយតិចទៀតខ្ញុំនឹងបង្ហាញយើងនៅពេលដែលយើងចូលទៅក្នុងទាំងផ្ទាល់ដោយសារនេះខ្ញុំរៀបវានៅលើ PowerPoint បាទចុះចំណុចមួយទៀតគឺតកតងជាមួយនៅផ្នែកខាងក្រោមបាទខាងក្រោមរបស់យើងហៅថា status bar status bar នេះយើងអាចវាបង្ហាញរាល់បាទ folder ឬក៏ file ដែលវាមាននៅក្នុងផ្នែកដែលយើងកំពុងតែចូលនោះទីថានៅលើ desktop របស់យើងនេះខ្ញុំឈរនៅលើ desktop នេះអញ្ចឹងនៅលើ desktop ហ្នឹងវាមាន48បាទ item បានន័យថាទាំង folder ហើយនិង file របស់យើងនៅក្នុងហ្នឹងទាំងអស់ហ្នឹងគឺវាមានចំនួន48វារាប់ឲ្យយើងអញ្ចឹងបាទហើយនេះបានន័យថាយើង select គឺយើង select មួយដោយសារខ្ញុំចុច select លើ file នេះមួយយើងអូ select ច្រើនវាប្រាប់យើង select បានប្រមាណវារាប់ឲ្យយើងនឹងតែម្ដងហើយនៅផ្នែកខាងស្ដាំនេះដែរនៅស្ដាំវាមានទម្រង់នៃការមើលរបស់យើងចង់បានមើលជា detail ឬក៏យើងចង់មើលវាជាទម្រង់បាទicon របស់យើងធំដូចខ្ញុំបង្ហាញអញ្ចឹងនេះទម្រង់អញ្ចឹងបាទអញ្ចឹងនៅលើ file explorer របស់យើងមានទម្រង់ប៉ុណ្ណឹងអញ្ចឹងវាមានបើយើងមើលឲ្យខ្លីទៅវាមានខាងឆ្វេងកណ្ដាលស្ដាំណាបាទអញ្ចឹងនៅខាងលើវាមាន tool មួយចំនួនណាតោះឥឡូវយើងនៅក្នុង PowerPoint ខ្ញុំបង្ហាញប៉ុណ្ណឹងហើយយើងមកសិក្សាផ្ទាល់តែម្ដងអញ្ចឹងតាក់ទងជាមួយនឹង file explorer ដូចខ្ញុំបញ្ជាក់អញ្ចឹងអ្នកទាំងអស់គ្នាអាចប្រើនៅលើ keyboard របស់យើងបាទអ្នកទាំងអស់គ្នាប្រើនៅលើ key បាទ Windows ណាបាទអ្នកទាំងអស់គ្នាចុច key Windows មកនេះ key Windows ហ្នឹងឬក៏យើងមើលនៅលើ keyboard របស់យើងដូចខ្ញុំបញ្ជាក់ខាងដើមគឺ key ដែលមានសញ្ញានេះបាទចុចអានោះឲ្យចុចអក្សរ E មកវានឹងបង្ហាញផ្ទាំងនឹងមកហើយបាទនេះខ្ញុំចុចឲ្យវាមកបង្ហាញផ្ទាំងបែបនេះអញ្ចឹងយើងស្គាល់ហើយតាក់ទងជាមួយនឹងWindows របស់យើងfile explorer របស់យើងអញ្ចឹងនៅលើ file explorer ហ្នឹងយើងអាចធ្វើការបន្ថែមវាឧទាហរណ៍ថាជាទូទៅនៅពេលដែលយើងធ្វើការបើកវានឹងឈរនៅលើ home នេះ automatic បាទប៉ុន្តែឧទាហរណ៍ថាខ្ញុំចូលទៅក្នុង this PC ណាប៉ុន្តែខ្ញុំថាអូខ្ញុំចង់បើកទីតាំងមួយទៀតអញ្ចឹងអ្នកនរគ្នាគ្រាន់តែចុចបាទកន្លែងសញ្ញាបូកហ្នឹងមកហ្នឹងយើងហៅថា new tab បាទអញ្ចឹងខ្ញុំចង់យកនៅក្នុងហ្នឹងកន្លែង new tab ហ្នឹងអ្នកនរគ្នាអាចឈរនៅពេលដែលយើងចូលមកយើងចង់ឈរវានៅលើទីតាំងណាមួយវាខ្ញុំចង់ឈរនៅលើ desktop អញ្ចឹងនៅលើនេះវានឹងបង្ហាញទីតាំងរបស់យើងបាទកន្លែង address bar របស់យើងនេះវានឹងបង្ហាញ desktop ប៉ុន្តែនៅលើ desktop ដែរបើសិនយើងបើកទៅលើ file ណាមួយទៀតfolder ណាមួយទៀតវានឹងបង្ហាញបែបហ្នឹង drop ចុះបែបនេះណាឧទាហរណ៍ exercise អញ្ចឹងទៅអញ្ចឹងវានឹងធ្វើការ drop ដេញបែបហ្នឹងបើយើងចង់ចូលមកដើមវិញអ្នកនរគ្នាគ្រាន់តែយកមក click នៅលើទីតាំងដើមនេះឧទាហរណ៍ខ្ញុំចង់ចេញមកលើ desktop តែម្ដងអ្នកនរគ្នាគ្រាន់តែយកមកយើងមក click នៅលើទីតាំងហ្នឹងមកវានឹងចូលមកលើ desktop វិញអញ្ចឹងណាអញ្ចឹងវាលឿនដែរនៅលើ address bar ហ្នឹងវាជួយសម្រួលការងាររបស់យើងអញ្ចឹងហើយតកតងជាមួយនឹងកន្លែងបាទ back នេះforward up នេះបានន័យថាយើងអាចថយក្រោយវិញមកនេះមិញយើងចូលមិញមកដល់ exercise អញ្ចឹងណាបាទអញ្ចឹងខ្ញុំចង់ back មួយទៀតចុះមកចូលមកដើមតាមមកវិញ flow វាតាមថយក្រោយមកជាហ៊ានអានេះវាចូលទៅក្នុងវិញបានន័យថាយើងអាចបានចុច click លើនេះទេអញ្ចឹងយើងវិញចូលដល់ណាយើងអាចត្រឡប់វាទៅនឹងវិញបានណាបាទឃើញទេបាទវាត្រឡប់ថយក្រោយវិញណានេះបាទពីរហ្នឹងវាមួយទៅមុខទៅក្រោយផ្ទុយគ្នាបែបហ្នឹងណាបាទនេះយើងទៅដើមបាទនេះយើងមកដល់បាទ desktop របស់យើងដើមវិញបើយើងចុចនៅកន្លែងសញ្ញាព្រួយរបស់យើងបាទនៅកន្លែង back forward up ហ្នឹងអ
ចានេះតកតងជាមួយនឹងការបន្ថែមបន្ថយថែបរបស់យើងអាចបន្ថែមបាទច្រើនយើងនឹងទៀតក៏បានដែរបាទអ្នកទាំងអស់គ្នាអាចតេស្តសាកនៅលើកុំព្យូទ័ររបស់យើងទៅសិនជា file របស់យើងប្រើកន្លែងណាខ្លះអ្នកទាំងអស់គ្នាគ្រាន់តែបើកហើយអ្នកទាំងអស់គ្នាចូលទៅនឹងទៅនៅពេលដែលយើងបើកងាយស្រួលនៅក្នុងការស្វែងរកណាបាទអញ្ចឹងតើមួយផ្នែកទៀតគឺតកតងជាមួយនឹងការ search ខ្ញុំនឹងបង្ហាញបន្តិចតកតងមួយ search នេះបាទសម្រាប់ search នេះឧទាហរណ៍ថានៅលើ desktop ខ្ញុំចង់ search រកមើល file ណាមួយឧទាហរណ៍ថាខ្ញុំចង់ search រកមើល file typing របស់ខ្ញុំបាទខ្ញុំវាយពាក្យថា rapid បាទអញ្ចឹងឧទាហរណ៍ថា file typing នេះអញ្ចឹងខ្ញុំគ្រាន់តែវាយពាក្យឈ្មោះ file នឹងមកវានឹងបង្ហាញឲ្យយើងតែម្ដងសម្រាប់ឈ្មោះកម្មវិធីនឹងមួយអញ្ចឹងអ្នកនរគ្នាអាចធ្វើការតេស្តបានបើមិនជាខ្ញុំឈរនៅលើ disk PC បាទវានឹងធ្វើការ search ទាំងមូលតែម្ដងឧទាហរណ៍ខ្ញុំវាយបាទពីចាំមកវានឹងធ្វើការ search ដូចគ្នាអញ្ចឹងគ្រាន់ថានៅក្នុងនោះវាអាច search រកបានច្រើនវាមានទាំង file នេះរបស់ខ្ញុំវាមានfile ច្រើននេះវាមាន2វាមាននៅក្នុងទីតាំងរបស់យើងមកមើលមកវាមាននៅក្នុង download មួយឃើញទេមាននៅក្នុង software មួយអញ្ចឹងវានឹងធ្វើការ search បែបហ្នឹងនេះវា search អត់តន់អស់ទេវាកំពុងតែធ្វើការ search ទៀតអ្នកនរអាចមើលទៅវាកំពុងតែ search អត់តន់អស់ទេអញ្ចឹងវាធ្វើការ search រហូតបើសិនជាក្នុងករណីយើង search ហ្នឹងយើងបាទយើងនេះយើងត្រូវរងចាំវាបើយើងនេះទៅបើយើងគិតថាអូខ្ញុំប៉ុណ្ណឹងខ្ញុំអាចទទួលយកបានហើយខ្ញុំឃើញឯកសារខ្ញុំចង់បានហើយអ្នកទាំងអស់គ្នាអាចចុចលើនោះបើកតែម្ដងទៅវានឹងឈប់ធ្វើការ search ឲ្យយើងហើយណាអ្នកទាំងអស់គ្នាអាចទៅរកទីតាំងនឹងបានណាអានេះតកតងជាមួយនឹងការប្រើប្រាស់នៅលើ search របស់យើងហ្នឹងតើចំណុចមួយទៀតដែរគឺតកតងជាមួយនឹងបាទមួយទៀតគឺតកតងជាមួយនឹងការចូលទៅដល់បាទទីតាំងណាមួយដូចខ្ញុំបញ្ជាក់ខាងដើមអញ្ចឹងអានេះទីតាំងអញ្ចឹងយើងចង់ធ្វើការ copy ឬក៏យើងចង់ធ្វើការលុបអីរាល់ឯកសារទាំងអស់ហ្នឹងអ្នកទាំងអស់គ្នាមើលនៅក្នុងបាទ toolbar យើងនៅខាងលើហ្នឹងទៅអ្នកទាំងអស់គ្នាអាចធ្វើការលុបបាទឬក៏ copy ឬក៏ cut អីនេះអ្នកទាំងអស់គ្នាអាចធ្វើបានឬក៏យើងអាចបង្កើតជា folder ក៏បាននៅកន្លែង new នេះវាមានបង្កើត folder ឲ្យយើងអាចមើលនៅលើនឹងបន្ថែមទៅហើយ view នេះមើលតម្រងដូចខ្ញុំបញ្ជាក់អញ្ចឹងគឺយើងអាចមើលតម្រងឯកសារនៅលើកុំព្យូទ័រយើងចង់បានជា detail អញ្ចឹងបាទឬក៏យើងចង់បានជា list បាទអានេះវាតម្រងនៅក្នុងការមើលរបស់យើងនឹងអ្នកនរគ្នាអាចធ្វើការដូរបានហើយតាក់ទងជាមួយនឹងនៅផ្នែកខាងស្ដាំនេះបាទនេះថាបើយើងចង់ដោះវាចេញយើងដោះនេះមកវាចេញមកបង្ហាញពេញចេះខ្ញុំជឿថាកុំព្យូទ័រគ្នាយើងខ្លះអាចបង្ហាញមកតម្រងបែបហ្នឹងអញ្ចឹងបើយើងចង់ preview គេថាខ្ញុំមាន file មួយចង់បើកវាណាចេញចុចលើហ្នឹងមកវានឹងធ្វើការបើកឲ្យយើងមើលបែបនេះបើសិនជា file យើងជា file ផ្សេងៗទៀតឧទាហរណ៍ថា file នេះវាមានបង្ហាញរាល់ឯកសារដែលមាននៅក្នុងនេះអ្នកនរគ្នាអាចមើលវាបានបែបហ្នឹងបាទវានេះដូចគ្នាណាវានេះដោយសារតែវាជា file RAR អញ្ចឹងវាអត់គ្នាយើងទេយើងមើលខ្ញុំសាកតែ file Word មួយបាទអានេះវាបើកឲ្យតែគ្រាន់តែ view អ្នកនរគ្នាអាចទាញបាទទាញស្វែងស្ដាំទៀតអ្នកនរគ្នាដាក់ចេញមកសងខាងបាទហើយទាញមកអញ្ចឹងវាអាចធ្វើការមើលទៅបាទអ្នកនរមើលទៅគាត់ថាវាមិនស្អាតទេបាទតោះអញ្ចឹងខ្ញុំនេះឲ្យប៉ុណ្ណឹងហើយតាក់ទងជាមួយខាងឆ្វេងនេះខ្ញុំបញ្ជាក់អញ្ចឹងយើងអាចធ្វើការគ្រប់គ្រងទៅលើ file ឬក៏ folder របស់យើងបានអ្នកនរគ្នាប៉ុន្តែមើលនៅពេលដែលយើងធ្វើការចុចត្រប់វាអ្នកនរគ្នាគាត់មើលព្រួយហ្នឹងបាទមើលព្រួយវារុញបើរុញទៅស្ដាំបែបហ្នឹងបាទន័យថានៅពេលយើងចង់បោកអ្នកនរគ្នាគាត់ចុចតែព្រួយហ្នឹងមកក៏បានដែរបាទគេវិញធ្វើការត្រប់មកបាទន័យថានៅលើកុំព្យូទ័ររបស់យើងមាន drive C និង drive D នេះឃើញទេ drive C drive D ហ្នឹងអញ្ចឹងអ្នកទាំងអស់គ្នាគ្រាន់តែយកធ្វើការត្រប់បែបហ្នឹងបើយើងត្រប់បែបទៀតគឺវាមានចេញបែបហ្នឹងឲ្យយើងបានន័យថានៅលើ drive ហ្នឹងវាមានច្រើនទៀតអញ្ចឹងយើងត្រប់វាអានេះដាក់ចុះមកវិញចូលមកវិញចា៎នេះតកតងជាមួយការប្រើនៅខាងឆ្វេងហ្នឹងហើយយើងចុចបើកទៀតវាមានបង្ហាញនៅខាងស្ដាំបាទនៅផ្នែកកណ្ដាលបើយើងប្រើបាទ detail នេះមួយទៀតណាបាទវានេះនៅផ្នែកកណ្ដាលយើងបាទនេះវាបង្ហាញ detail ទាំងអស់រាល់ឯកសាររបស់យើងហ្នឹងគឺវាបង្ហាញនៅក្នុងហ្នឹងហើយបាទតើអញ្ចឹងមើលនៅក្នុងនេះបើយើងមើលនៅខាង status bar វាមានឃើញទេតកតងជាមួយនៅលើ status bar របស់យើងហ្នឹងគឺវាមានបាទប្រហែល file ប្រហែល folder វានឹងធ្វើការបង្ហាញនៅក្រោមនេះឲ្យយើងទាំងអស់បើយើងធ្វើការ select ច្រើន file ឬក៏ច្រើន folder ក្នុងការ select អ្នកទាំងអស់គ្នាដាក់មកកន្លែងតនេកុំដាក់ចំលើចេះវាជាប់ទេអូអាការទេវាចាត់ច្រឡំចូលទៅក្នុង folder ផ្សេងចូលដាក់នៅកន្លែងតនេហើយចាំចុចមក click ឲ្យជាប់មកយើងទាញអូសនេះបាទអញ្ចឹងវាធ្វើការប្រាប់យើងរបស់យើង52ដដែលតែអ្វីដែលផ្លាយគឺការ select របស់យើងគឺរហូតទៅដល់36 file អញ្ចឹងណាបាទចុះយើងចង់ផ្ដាច់វិញចុចកន្លែងតនេមួយវិញមកវាផ្ដាច់វិញហ្នឹងតែតមួយកន្លែង select
ចឹងតកតងជាមួយនឹងនៅលើ File Explorer ខ្ញុំគិតថាប៉ុណ្ណឹងប្រហែលជាអ្នកទាំងអស់គ្នាបាទអាចសិក្សាស្វែងយល់ពីវាបានហើយបាទបើសិនជាមានចង្អុលឯកបន្ថែមក៏អាចសួរបានដែរតកតងជាមួយ File Explorer ហ្នឹងតោះខ្ញុំនឹងបង្ហាញតិចទៀតដែរតកតងជាមួយនឹងនៅលើបាទ desktop របស់យើងនេះចឹងសម្រាប់នៅលើ desktop នេះដូចខ្ញុំបញ្ជាក់ចឹងនៅលើនេះយើងអាចធ្វើការប្រិករួមបាទ icon របស់យើងបានឬក៏យើងចង់បិទឬក៏បានដែរតែយើងចូលទៅក្នុង mouse ស្ដាំមកយើងយកពាក្យថា view បាទនៅក្នុងបើយើងអត់ចង់សូទេអ្នកទាំងអស់គ្នាដោះនេះសូ icon នេះចេញវាបាត់ហើយអត់បង្ហាញទេបាទកុំឲ្យចុចជាប់នោះចេះដោះបាទមកស្ដាំមកវិញយក view យើងធីកលើពាក្យថាបាទសូបាទ desktop icon កន្លែងបើវាអត់ធីកទេវានឹងបាត់ទាំងអស់ហ្នឹងនៅលើ icon របស់យើងគឺបាត់ទាំងអស់យើងចង់ឲ្យធំអីចូល view ហ្នឹងមកបាទយើងចង់ធម្មតានៅលើហ្នឹងពេលខ្លះអាចទាញបានឬក៏ទាញមិនបានទៀតចឹងហ៎បាទបើសិនជាទាញអត់បានទេអ្នកនរគ្នាមកស្ដាំលើនឹងតែបាទយក view ហើយយកពាក្យថាដោះ tick លើពាក្យមួយពាក្យថា auto បាទអា ring icon នេះចឹងដោះអាហ្នឹងចេញមកបាទចឹងពេលយើងដោះចេញយើងអាចទាញណា folder ណាមួយយើងអាចទាញចេញណាបាទកន្លែងណាវាអត់បាទកន្លែងណាយើងចង់ដាក់វាមកដុំបាទយើងទាញមកចឹងមកបាទតែបញ្ជាក់ឡើងវិញថានៅពេលដែលទាញសូមលំទាញដាក់លើអញ្ចេះបើទាញដាក់លើអញ្ចឹងវានឹងធ្វើការ move អា folder នេះចូលទៅក្នុង folder មួយផ្សេងទៀតហើយបញ្ជាក់កុំឲ្យទៅដល់ទាញទៅចេះឆ្ងល់ថាមិនក៏បាត់ឯកសាររបស់យើងហ្នឹងបាទអញ្ចឹងយើងប្រើបើសិនជាយើងអត់ចង់ឲ្យវាបាទញ៉ៃញ៉ៃពេញហ្នឹងទេបាទអ្នកនរគ្នាយកតួរ៉េងនេះទៅវាជួយឲ្យយើងឯកសាររបស់យើងវាមកត្រឹមតែមកជាហៀងវាអត់រញ៉ៃតើមួយទៀតគឺតាក់ទងជាមួយនឹងនៅលើនេះយើងហៅថាវាថា taskbar អញ្ចឹងហ៎បាទនៅលើ taskbar ហ្នឹងដែលខ្ញុំបញ្ជាក់មិញថានៅលើ Windows 11ជាទូទៅគឺវានៅកណ្ដាលទេអញ្ចឹងអ្នកទាំងអស់គ្នាអាចធ្វើការបាទដូច search box នេះអីយើងអត់ចង់បានទេយើងអាចដកចេញបានយើងហាយវាបានតែចេញយើងអាចដាក់វាអញ្ចឹងក៏បានដែរហើយតាក់ទងជាមួយនឹងបាទ taskbar របស់យើងហ្នឹងយើងចង់ឲ្យវានៅឆ្វេងនៅស្ដាំនេះយើងចូលទៅកន្លែង taskbar បាទ behavior នេះមកបាទចឹងយើងយកកន្លែងនេះយក center និយាយទូទៅរបស់វាមកគឺ center ទេហើយវាមាននេះមួយចំនួនទៀតបាទមាននេះបាទមាន task view នេះអីគឺវាមានបាទអ្នកនរគ្នាប្រកាសជាឃើញអាហ្នឹងហើយបាទមានបាទ widget នេះបាទអានេះវាតកតងជាមួយនឹងការព្យាករបាទសកម្មភាពហ្នឹងគឺវាមានអាហ្នឹងចឹងខ្ញុំអត់ចង់បានវាទេចឹងខ្ញុំបិទវាចោលអស់ហើយហ្នឹងបាទហើយដូច search ឲ្យខ្ញុំបិទចោលអស់ខ្ញុំអត់ទុកទេវារំខានរបស់យើងដែរបាទអានេះតកតងជាមួយនឹង taskbar របស់យើងហ្នឹងហើយទូទៅដូចខ្ញុំបញ្ជាក់អញ្ចឹងគឺ taskbar ខ្ញុំតកតងមួយ icon ខ្ញុំប្រើខាងឆ្វេងខ្ញុំធ្លាប់ប្រើពី Windows មុនគឺខ្ញុំប្រើឆ្វេងខ្ញុំយកឆ្វេងទៅថែមបាទតើអញ្ចឹងនៅលើវីដេអូនេះខ្ញុំគិតថាប៉ុណ្ណឹងបាទវារៀងវែងតិចហើយពីបើសិនជាអ្នកទាំងអស់គ្នាមានចង្អល់អីផ្សេងបាទអាចធ្វើការ comment សួរបានខ្ញុំនឹងធ្វើការ record វីដេអូឆ្លើយទៅអ្នកទាំងអស់គ្នាណាហើយកុំភ្លេចជួយshare វីដេអូម្នាក់មួយផងបើគិតថាវាបាទសំខាន់សម្រាប់មិត្តភក្តិគ្នាយើងបាទជួយឲ្យគាត់បាទបានចូលមើលដែរណាបាទអរគុណជួបគ្នានៅវីដេអូក្រោយៗទៀត